ប្រឡ័យពុកទៅទុកឲ្យខ្ញុំរស់នៅគ្មានបនសល់នៅតែស្រមោលធម៌ខ្ញុំនឹកពុកខ្ញុំខ្លាំងណាស់នឹកណាព្រោះខ្ញុំចង់ជួបមុខម្ដេចទុកឲ្យគ្រួសារខ្ញុំរងទុកចង់ជួបមកខ្លាំងណា20ឆ្នាំគុណបាត់ពុកមិនដែលឃើញមុខបាត់នៅសល់តែស្រមោលរយៈពេលបាត់ពុកបាត់មុខមិនដឹងជាទៅដល់ទីណាពុកបានទៅចោលកូនឲ្យកូនស្រែករកប៉ាសល់ត្រឹមស្រមោលរូបថតឲ្យកូនឆ្លេឆ្លាសល់ស្រមោលវិញ្ញាណបង្រៀនឲ្យកូនជោគជ័យសូចចិត្តនឹងជីវិតថាជាតិនេះខ្ញុំកើតអីថានិស័យម្ដេចមិនឲ្យខ្ញុំទៅនៅជាមួយនឹងពុកម្ដេចធ្វើទុកក្នុងជីវិតខ្ញុំបែបនេះកាលពីតូចគេតែងតែជឿខ្ញុំថាអាកូនអត់ប៉ាអាកូនអត់ពុកខ្ញុំក៏ធ្វើទឹកមុខបីធម្មតាព្រោះខ្ញុំអត់ពុកទៅបាត់តាំងពីកូនមិនទាន់នឹងក្តីនៅឯណាឈឺផ្សារកូនឈឺក្នុងបេះដូងឈឺចាប់ណាស់នៅពេលដែលគេនិយាយផ្ដេសផ្ដាស់មកដាក់កូននឹកឃើញហើយទឹកភ្នែកកូនចេះតែស្រស់រលប់មកវិញមកលាចាក់ទៅទុះអត់ពុកនៅមានម៉ែគាត់ធ្វើស្រែនៅឯស្រុកហាលក្តៅហាលព្រៀងដើម្បីបានស្រូវមកដាក់ចិនរុកទឹកមុខគាត់តែងញញឹមនៅពេលដែលឃើញកូនជោគជ័យទុះហត់យ៉ាងណាក៏គាត់មិនដែលត្អូញត្អែថាគាត់នេះកើតអីនិយាយពីខ្ញុំកាប់ពីតូចចង់ខ្លាយទៅជាតារាចេញរកស៊ីតាំងពីរៀនបញ្ចប់នៅក្នុងសាលាមកធ្វើការរោងចាក់សំណង់នៅឯភ្នំពេញហើយទន្ទឹងពាក្យថាត្រូវតែ